Hello 大家好សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់មេរៀនថ្មីរបស់យើងមួយទៀតហើយដែលមេរៀននេះផងដែរគឺតពីវីដេអូមេរៀនភាគទី1ហើយវីដេអូនេះគឺជាវីដេអូភាគ2អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាណាដែលគាត់អត់ទាន់បានមើលវីដេអូភាគ1អ្នកទាំងអស់គ្នាអាចចូលទៅមើលនៅក្នុង Channel បានអញ្ចឹងមេរៀនរបស់យើងដែលរៀននៅក្នុងថ្ងៃនេះគឺតពីភាគ1ដែលយើងនឹងរៀនអំពីប្រយោគសំណួរចម្លើយដែលយើងឧស្សាហ៍ប្រើប្រាស់ជាប្រចាំថ្ងៃនៅក្នុងភាសាចិនអញ្ចឹងណាចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់មេរៀនរបស់យើងទាំងអស់គ្នាដែលមេរៀនរបស់យើងថ្ងៃនេះគឺមានប្រយោគសំណួរចំនួន5និងប្រយោគចម្លើយចំនួន5នៅក្នុងប្រយោគទី1នេះយើងអានថា你家有几口人你家有几口人តើគ្រួសាររបស់អ្នកមានសមាជិកប៉ុន្មាននាក់我家有三口人我家有三口人គ្រួសាររបស់ខ្ញុំមានសមាជិក3នាក់你有兄弟姐妹吗你有兄弟姐妹吗តើអ្នកមានបងប្អូនដែរឬទេហើយពាក្យ兄弟姐妹សំដៅដល់បងប្អូនប្រុសស្រីអញ្ចឹងនៅក្នុងប្រយោគហ្នឹងគេចង់សួរថាតើអ្នកមានបងប្អូនប្រុសស្រីដែរទេ有我有一个哥哥和一个妹妹មានខ្ញុំមានបងប្រុសម្នាក់និងប្អូនស្រីម្នាក់你几点去上班你几点去上班តើអ្នកទៅធ្វើការនៅម៉ោងប៉ុន្មានដែរ我七点去上班我七点去上班ខ្ញុំទៅធ្វើការនៅម៉ោង7ព្រឹក你每天工作几个小时你每天工作几个小时តើរាល់ថ្ងៃអ្នកធ្វើការប៉ុន្មានម៉ោង我每天工作8个小时我每天工作8个小时រាល់ថ្ងៃខ្ញុំធ្វើការ8ម៉ោង你怎么了你怎么了តើអ្នកយ៉ាងម៉េចហើយ我有点累我有点累ខ្ញុំមានការហត់បន្តិចឬក៏គេចង់និយាយថាខ្ញុំមានអារម្មណ៍ថាហត់អញ្ចឹងប្រយោគហ្នឹងយើងអានថា我有点累ខ្ញុំមានការហត់បន្តិច你生病了吗你生病了吗តែអ្នកគ្រុនហើយមែនទេ是的是的我感冒了我感冒了是的我感冒了បាទឬក៏ចាស់ខ្ញុំផ្ដាសាយហើយ你心情好吗你心情好吗តើអ្នកមានអារម្មណ៍ល្អដែរឬទេ心情គឺអារម្មណ៍还不错还不错谢谢还不错谢谢មិនអីទេអរគុណ你喜欢看电影吗你喜欢看电影吗តើអ្នកចូលចិត្តមើលកុនដែរឬទេ我非常喜欢看电影我非常喜欢看电影ខ្ញុំពិតជាចូលចិត្តមើលកុនណាស់你结婚了吗你结婚了吗តើអ្នករៀបការហើយឬនៅ我还没结婚我还没结婚ខ្ញុំនៅមិនទាន់រៀបការទេ我们可以做朋友吗我们可以做朋友吗តើពួកយើងអាចធ្វើជាមិត្តភក្តិនឹងគ្នាបានទេ当然可以当然可以ប្រាកដជាបានអូខេអញ្ចឹងសម្រាប់មេរៀនរបស់យើងនៅក្នុងថ្ងៃហ្នឹងគឺបានចប់ហើយអញ្ចឹងសម្រាប់
អ្នកទាំងអស់គ្នាដែលអត់ទាន់អាចមើលវីដេអូពីដើមមកវិញបានអញ្ចឹងអរគុណសម្រាប់ការពេញចិត្តក៏ដូចជាមើលវីដេអូនេះរហូតដល់ចប់សង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយចុច like ក៏ដូចជា subscribe channel របស់ admin ម្នាក់មួយផងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលានៅក្នុងការរៀនភាសាចិនអរគុណជួបគ្នានៅក្នុងវីដេអូក្រោយនៅក្នុងមេរៀនក្រោយជាបន្តទៀតបាយបាយ